មានការបាញ់ប្រហារនៅសហរដ្ឋអាមេរិកទៀតហើយដោយលើកនេះខ្មាន់កាំភ្លើងបដោតគោលដៅទៅលើកន្លែងអនុវត្តច្បាប់អន្តោប្រវេសន៍ខ្មាន់កាំភ្លើងបានលបបាញ់ពីលើដំបូលនៅការិយាល័យអនុវត្តច្បាប់អន្តោប្រវេសន៍នឹងគយហៅកាត់ថា ICE នៅទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិកបណ្ដាលឲ្យអ្នកជាប់ឃុំម្នាក់បានស្លាប់និង2នាក់ទៀតរងរបួសធ្ងន់នៅថ្ងៃទី24ខែកញ្ញាឆ្នាំ2025មន្ត្រីអនុវត្តច្បាប់បាននិយាយថាខ្មាន់កាំភ្លើងបានបាញ់រះដោយមិនរើសមុខពីលើដំបូលអគារដែលនៅក្បែរនោះមកកាន់អគារ ICE បន្ទាប់មកក៏បានរកឃើញស្លាប់ជាមួយនឹងរបួសដោយសារតែការបាញ់ខ្លួនឯងបើតាមនាយក FBI លោក Kash Patel បានបង្ហោះនៅលើបណ្ដាញសង្គម X ថាបានរកឃើញគ្រាប់កាំភ្លើងដែលមិនទាន់បានប្រើនៅកន្លែងកាត់ហេតុនិងឃ្លាប្រឆាំងនឹង ICE ផងដែរយ៉ាងណាមូលហេតុពិតប្រាកដដែលនាំឲ្យមានការបាញ់ប្រហារនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេការបាញ់ប្រហារដោយផ្ដោតគោលដៅទៅលើ ICE កាត់ឡើងខណៈទីភ្នាក់ងារនេះបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នៅសហរដ្ឋអាមេរិកស្របតាមគោលនយោបាយអន្តោប្រវេសន៍ដ៏ទូលំទូលាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោក Trump បានស្ដីបន្ទោសដោយគ្មានភស្តុតាងទៅលើពួកប្រជាធិបតេយ្យឆ្វេងនិយមបន្ទាប់ពីការបាញ់ប្រហារនេះមិនមែនជាលើកទី1ទេដែលការិយាល័យ ICE រងនៅការបាញ់ប្រហារពលកាលពីខែមុនក៏មានការបាញ់ប្រហារនៅការិយាល័យ ICE នៅ San Antonio រដ្ឋ Texas ដែរប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេហើយ ICE បានស្ដីបន្ទោសករណីនេះលើវោហារសាស្ត្រនយោបាយចំណែកការបាញ់ប្រហារផ្សេងទៀតបានកើតឡើងនៅថ្ងៃទី4ខែកក្កដានៅអគារ ICE នៅ Alvarado រដ្ឋ Texas បន្ទាប់ពីមានការកើនឡើងនៃការតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍មន្ត្រីម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំកតែសំណាងល្អបានរួចជីវិតហើយមនុស្ស11នាក់ត្រូវបានចោទប្រកាន់ពីបទវាយប្រហារនេះការបាញ់ប្រហារចុងក្រោយនេះបានកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិកអំពីអំពើហិង្សាផ្នែកនយោបាយក្រោយការធ្វើឃាតសកម្មជនអភិរក្សនិយមដ៏មានប្រជាប្រិយភាពម្នាក់គឺលោក Charlie Kirk កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ការបាញ់ប្រហារថ្មីនេះខ្មាន់កាំភ្លើងក៏បានប្រើក្បាច់ស្រដៀងទៅនឹងករណីបាញ់សម្លាប់លោកខឹកដែរដោយបានលួចឡើងពួនលើដំបូលហើយបើកការបាញ់ប្រហារពីទីខ្ពស់នោះមកតែម្ដង